បបិទ្ធប្រអបជាប្រដេជគុណប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពអស់លោកនាគតំណាងស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ជាទីស្និទ្ធស្នាលចម្រើនពរគណៈកម្មការអារាមាភិបាលញាតិញោមប្រជាមិត្តពុទ្ធបរិស័ទជិតឆ្ងាយជាទីរាប់អានព្រះវិហារគឺជាសំណង់ដ៏សំខាន់ក្នុងអារាមនីមួយៗនៅក្នុងព្រះពុទ្ធសាសនាហើយក៏ជាបេះដូងនៃវត្តអារាមជាទីកន្លែងបរិសុទ្ធសម្រាប់គោរពបូជារបស់ព្រះសង្ឃនិងពុទ្ធបរិស័ទជាទីកន្លែងសម្រាប់ព្រះសង្ឃគោរពប្រតិបត្តិកិច្ចវត្តព្រឹកល្ងាចនិងជាទីកន្លែងសម្រាប់ធ្វើនៅសង្ឃកម្មផ្សេងៗតាមប្រវេណីពុទ្ធបញ្ញត្តិនិងពុទ្ធានុញ្ញត្តិរបស់ព្រះពុទ្ធជាម្ចាស់ដោយសង្កេតឃើញថាព្រះវិហារមានភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់ជាបន្តទៀតបាននិងមិនអាចបម្រើការប្រតិបត្តិកិច្ចវត្តនិងពិធីកម្មផ្សេងៗរបស់ព្រះសង្ឃប្រជាអធិការគណៈកម្មការនិងពុទ្ធបរិស័ទចំណោះជើងវត្តសិរីសួស្តីដុលល្អកណ្ដាលក៏បានជួបជុំមូលមតិគ្នាជាឯកច្ឆន្ទសម្រាប់រុរើដាក់ព្រះវិហារចាក់ដើម្បីនឹងកសាងនៅព្រះវិហារថ្មីដោយអាស្រ័យវត្តសិរីសួស្តីដុលល្អកណ្ដាលជាវត្តមួយដែលស្ថិតនៅដាច់ស្រយាលឆ្ងាយអំពីពុទ្ធបរិស័ទហើយពុទ្ធបរិស័ទចំណោះជើងវត្តមានភាពតិចតួចស្ដួយស្ដាងក្នុងដំណើរការកសាងព្រះវិហារថ្មីទោះបីមានការលំបាកកង្វះខាតនៅថវិកាកសាងយ៉ាងណាក៏ដោយប្រតិតស៊ូដ៏មោះមុតរបស់ប្រជាអធិការព្រះសង្ឃគណៈកម្មការអារាមាភិបាលនិងដោយការយកចិត្តទុកដាក់ចាប់អារម្មណ៍សទ្ធាជ្រះថ្លាតាំងកម្លាំងកាយកម្លាំងចិត្តនិងទ្រព្យធនរបស់ពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការកសាងរហូតមកដល់ពេលនេះព្រះវិហារក៏បានសម្រេចជាស្ថាពរដើម្បីបញ្ជាក់នូវស្នាដៃដ៏ប្រណិតក្នុងការកសាងស្ថាបនាព្រះវិហារនិងចម្លងឆ្លងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទនិងបានដោយការអនុញ្ញាតអំពីគណៈមន្ត្រីសង្ខេបនិងការអនុញ្ញាតច្បាប់លេខ271លើ UBND របស់គណៈកម្មាធិការប្រជាជនឃុំត្រាគងព្រះសង្ឃគណៈកម្មការពុទ្ធបរិស័ទវត្តសិរីសួស្តីដុលល្អកណ្ដាលក៏ស្របមតិគ្នាចាត់តាំងពិធីបិណ្ឌបញ្ចុះខណ្ឌសីមាសម្ពុទ្ធព្រះវិហារថ្មីនៅថ្ងៃ11 13 រោចខែមិញឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី13 14និង15ខែកុម្ភៈគ្រិស្តសករាជ2026ពេលវេលានេះជាពេលវេលាប្រកបដោយមហានក្ខត្រិតដ៏ថ្លៃថ្លាក្រោមអធិបតីភាពរបស់ព្រះឧបជាព្រះតេជគុណព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមព្រះសង្ឃគណៈកម្មការពុទ្ធបរិស័ទវត្តសិរីសួស្តីដុលល្អកណ្ដាលចាត់តាំងពិធីកាត់កសេបូសម្ពោធព្រះវិហារថ្មីទាំងអស់នេះជាមូលហេតុសង្ខេបនៃកម្មវិធីនាពេលព្រឹកនេះ